រឿងព្រេងនិទានដំណើររឿងដែលកកើតឲ្យមានពិធីបុណ្យចូលឆ្នាំខ្មែរមានរឿងដំណើរថាសេដ្ឋីម្នាក់មានបុត្រឈ្មោះធម្មបាលកុមារជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀនចប់ private តាំងពីអាយុ7ឆ្នាំមកម្ល៉េះសេដ្ឋីជាបេតាបានសាងប្រាសាទឲ្យនៅក្បែរដើមជ្រៃធំមួយនៅឆ្នេរទន្លេដែលជាទីស្នាក់អាស្រ័យនៃបក្សីទាំងពួងធម្មបាលកុមារបានចេះទាំងភាសាបក្សីទាំងពួងផងនិងជាអាចារ្យសម្ដែងមង្គលផ្សេងៗដល់មនុស្សទាំងពួងផងព្រាននោះដែរមនុស្សលោករមែងរាប់អានព្រះមហាធម៌និងកបិលមហាព្រហ្មមួយអង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួងតែនោះកបិលមហាព្រហ្មបានជាព័ត៌មានក៏ចុះមកសាកល្បងបញ្ញានិងធម្មបាលកុមារ3ខដោយសន្យាថាបើធម្មបាលកុមារដោះប្រស្នាបានព្រះអង្គនឹងកាត់ព្រះសិរសាទ្រង់ដើម្បីបូជាចំពោះធម្មបាលកុមារតែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញធម្មបាលកុមារសូមឲ្យពន្យាពេលចំនួន7ថ្ងៃដើម្បីកាត់ប្រស្នាលុះកន្លងទៅ6ថ្ងៃហើយនៅតែកាត់មិនឃើញដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអញ្ញាកបិលមហាព្រហ្មជាប្រកាសហើយដូច្នេះគួរតែរត់ទៅលាក់ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាងទៅចុះពីប្រាសាទទៅដេកពួននៅក្រោមដើមឆ្នោតមួយគូនៅលើដើមឆ្នោតនោះមានសត្វអន្ត្រីញីឈ្មោលធ្វើសម្បុកអាស្រ័យនៅវេលាយប់អន្ត្រីញីសួរអន្ត្រីឈ្មោលថាព្រឹកនេះយើងបានអាហារពីណាស៊ីអន្ត្រីឈ្មោលបានឆ្លើយយើងនឹងស៊ីសាច់ធម្មបាលកុមារដែលត្រូវកបិលមហាព្រហ្មសម្លាប់ដោយដោះប្រស្នាមិនរួចអន្ត្រីញីសួរថាប្រស្នានោះដូចម្ដេចអន្ត្រីឈ្មោលឆ្លើយថាខ1វេលាព្រឹកសិរីសួស្ដីស្ថិតនៅទីណាត្រូវឆ្លើយថានៅនឹងមុខហេតុទៅមនុស្សទាំងឡាយត្រូវយកទឹកមកគ្រប់មុខខ1ទៀតថ្ងៃត្រង់ស្ថិតនៅត្រង់ណាត្រូវឆ្លើយថានៅនឹងទ្រូងទៅនោះទៅហេតុនោះទៅមនុស្សត្រូវយកទឹកមានទ្រូងនិងខ1ទៀតវេលាល្ងាចសេរីស្ថិតនៅត្រង់ណាត្រូវឆ្លើយថានៅនឹងជើងហេតុនេះទៅមនុស្សទាំងឡាយត្រូវយកទឹកមានជើងធម្មបាលកុមារបានលើដូច្នេះក៏ត្រឡប់ទៅប្រាសាទវិញព្រាមព្រឹកឡើងកបិលមហាព្រហ្មមកសួរប្រស្នាធម្មបាលកុមារឆ្លើយដោះស្រាយតាមដែលបានឮមកកបិលមហាព្រហ្មហៅទេពធីតាទាំង7ដែលត្រូវជាកូនស្រីរបស់ព្រះអិនមកប្រាប់ថាឥឡូវបិតាត្រូវបានកាត់ព្រះសិរសាដើម្បីបូជាចំពោះធម្មបាលកុមារតែបើដាក់ក្បាលនៅលើផែនដីនោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុបើបោះទៅលើអាកាសភ្លៀងនឹងរាំងបើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតអស់ដូច្នេះសូមឲ្យកូនទាំង7នាក់យកពានមកទទួលព្រះសិរសាបិតាថាហើយកបិលមហាព្រហ្មក៏កាត់ព្រះសិរសាហុចទៅព្រះនាងទង្សាដែលត្រូវជាកូនច្បងរួចហើយនាងទង្សាបានយកព្រហ្មក៏កាត់ព្រះសិរសាហុចទៅឲ្យព្រះនាងទង្សាដែលត្រូវជាកូនច្បងព្រះនាងទង្សាបានយកពានមកទទួលព្រះសិរសាបិតារួចហើយប្រតិសិនក្នុងព្រះសុមេរុ60នាទីទៅបញ្ចេញទៅដំកល់នៅក្នុងមណ្ឌលក្នុងគុហាគុណម៉ាលីភ្នំកៃឡាសបូជាគ្រឿងទឹកផ្សេងៗព្រះវិស្ណុកម្មទេវបុត្រនិងនិមិត្តរោងទឹកធ្វើពីកៅ7ប្រការឈ្មោះថាភគវតីសភាឲ្យជាទីប្រជុំនៃទេវតាលោកដល់គម្រប់1ឆ្នាំនៃជាសង្ក្រាមនាងធីតាទាំង7ក៏ផ្លាស់វេនគ្នាអញ្ជើញព្រះសិរសាកបិលមហាព្រហ្មចេញមកខែប្រតិសិនក្នុងព្រះសុមេរុជារៀងរាល់ឆ្នាំហើយត្រឡប់ទៅឋានទេវលោកដើម្បីតម្កល់វិញបាននេះថ្ងៃនឹងពលរដ្ឋខ្មែររហូតមកតាមទំនៀមទម្លាប់ចូលឆ្នាំខ្មែរគឺប្រតិទិនចំនួន3ថ្ងៃថ្ងៃទី1ហៅថាមហាសង្ក្រាមឬថ្ងៃចូលឆ្នាំថ្ងៃទី2ហៅថាវីរៈវណ្ណបត្តិឬថ្ងៃខ្វាក់ថ្ងៃកណ្ដាលថ្ងៃទី3ហៅថាថ្ងៃឡើងសាក់ឬវីរៈឡើងសាក់ឬថ្ងៃកាត់ដូចឆ្នាំថ្មីឬថ្ងៃខ្លះសាក់ថ្មីចំណែកឯការកំណត់ខែម៉ោងនាទីដើម្បីទទួលទេវតាឆ្នាំថ្មីគេអាចដឹងបានយ៉ាងទៀងទាត់ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណគឺក្បួនមហាសង្ក្រាមនេះតែម្ដងពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានធ្វើឡើងលើកទី1តាំងពីដើមរហូតដល់សម័យអង្គរនៅមុនចូលឆ្នាំគេនាំគ្នាប្រុងប្រយ័ត្នរកស្បៀងអាហារសម្រាប់ផ្ទះសម្បែងរែកទឹកដាក់ពីងរកអស់ទុកកាត់សម្លៀកបំពាក់ថ្មីជាដើមដើម្បីទទួលទេវតាឆ្នាំថ្មីនៅក្នុងឱកាសចូលឆ្នាំថ្មីប្រជាពលរដ្ឋខ្មែរយើងគេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្តសប្បាយជាច្រើនដូចជាបោះអង្គុញចោលជុំទាញព្រឹកលក្ខន្តែងចាប់កូនខ្លាញ់ជាដើមនិងមានការសម្ដែងរបាំត្រឹកផងដែរជាងនេះទៅទៀតគេនិយមលេងរំពងរំក្បាច់ទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗខ្លះទៀតនាំគ្នាដើរកំសាន្តធ្វើបុណ្យទានតាមវត្តអារាមឬដើរកំសាន្តតាមផ្ទះសាច់ញាតិក៏មាន